មហាសង្ក្រាន្តឆ្នាំមមីឆ្នាំ2026មហាសង្ក្រាន្តឆ្នាំមមីអដ្ឋស័កចលសករាជ1388នឹងចូលមកដល់នៅថ្ងៃអង្គារ12រោចខែចេតត្រូវនៅថ្ងៃ14ខែមេសាឆ្នាំ2026វេលាម៉ោង 10:48 នាទីព្រឹកពេលនោះព្រះអាទិត្យចរចេញពីមានរាសីទៅស្ថិតនៅឯមេសរាសីតាមគោលវិធីគឺផ្លូវកណ្ដាលទើបមានទេពធីតាមហាសង្ក្រាន្តមួយព្រះអង្គជាមគ្គនាយិកាព្រះនាមរក្ខយសាទេវីគង់ចតុមហារាជការទ្រង់អំពរពណ៌ខ្មៅប្រកាសៀតការឧត្តមគឺផ្កាឈូកអភរណៈត្រង់មោរាព្រះហស្ថស្ដាំត្រង់ត្រីសូព្រះហស្ថឆ្វេងត្រង់កៅតុនគឺធ្នូភាសាហាសយលោហិតត្រង់ធម៌រំបីលើកក្នុងអសតរៈជាពីហណៈកែវឈ្មោះកន្ធមាលីឯទីភ្នំកៃឡាស់ខេត្តហេមពៀនដែលជាទីប្រទេសស្ថានទុកព្រះសេរសានៃអង្គកបិលមហាព្រំព្រះវរបិតាដំដល់លើពៀនមាសនាំចេញមកដង្ហែព្រះទក្សិណភ្នំព្រះសុមេរុជុំចក្រវាលតាមផ្លូវព្រះអាទិត្យចរជាគម្រប់60នាទីហើយដង្ហែចូលទៅតម្កល់ទុកដោយតាមវិញរួចស្រេចស្ដេចប្រជុំអស់ទេវបុត្រទេពធីតាទាំង100,000 កោដចូលទៅស្រង់ទឹកអន្តតតមហាស្រះដែលមានទឹកហូរចេញពីបំពង់ថ្មកែវមាត់គោអូសភារីទាំង7ត្រជាក់ត្រជុំផ្សេងផ្សានព្រះរាជហឫទ័យហើយនាំគ្នាចូលទៅសមាទានសិលដោយប្រតិសមនស្សឌីក្រីគ្រប់អង្គក្នុងភគវតីសភាដែលវិសកម្មទេវបុត្រនិមិត្តថ្វាយដើម្បីបន្ទោសបងនៅអពមង្គលឲ្យជ្រះស្រឡះចម្រើននៅសុភមង្គលសេរីសុស្ដីជន់មានយុយឺនយូរតរៀងទៅពិធីសង្ក្រាន្ត3ថ្ងៃថ្ងៃអង្គារ12រោចខែចេតត្រូវនៅថ្ងៃ14ខែមេសាឆ្នាំ2026វេលាម៉ោង 10:48 នាទីព្រឹកជាថ្ងៃចូលឆ្នាំថ្មីថ្ងៃពុធ13រោចខែចេតត្រូវនៅថ្ងៃទី15ខែមេសាឆ្នាំ2026ជាថ្ងៃវិរៈកណ្ដាលថ្ងៃព្រហស្បតិ៍14រោចខែចេតត្រូវនៅថ្ងៃទី16ខែមេសាឆ្នាំ2026ជាថ្ងៃវិរៈឡើងស័កគម្រប់ជាមហាសង្ក្រាន្ត3ថ្ងៃស្រេចជាបរិបូរណ៍ចូលជាសកលឆ្នាំមមីអដ្ឋស័កចលសករាជ1388មហាសករាជ1948ពុទ្ធសករាជ2570តរៀងទៅ